ដីបេទឹកបុរាណរបស់រដ្ឋត្រូវបានលក់ទៅឲ្យឈ្មួញនិងបានបោះបង្គោលកំណត់ព្រំដែនរួចរាល់ដីប្រភពមេទឹកបុរាណសម្រាប់ស្រោចស្រពដំណាំកសិកម្មនិងដំណាំហូបផ្លែរបស់ប្រជាកសិករត្រូវបានក្លាយទៅជាកម្មសិទ្ធិស្របច្បាប់របស់អ្នកមានឥទ្ធិពលនិងមានអំណាចម្នាក់ដោយស្ងាត់បំផុតហើយដីមេទឹកខាងលើនេះមានភូមិសាស្ត្រនៅក្រោយសាលាបឋមសិក្សាព្រែកលួងនិងមានទំហំជាង1ហិកតាស្ថិតនៅភូមិព្រែកលួងសង្កាត់ព្រែកលួងក្រុងអរិយស័ព្ទនៃខេត្តកណ្ដាលនេះបើយោងតាមសេចក្តីរាយការណ៍ពីអ្នកធ្វើស្រែចម្ការដែលមានដីស្រែចម្ការនៅជុំវិញដីមេទឹកខាងលើនេះហើយថ្មីនេះមន្ត្រីអាជ្ញាធរសង្កាត់ព្រែកលួងចំនួន5នាក់ក៏ធ្លាប់លើកប្រាប់អ្នកកាសែតយើងដែលមានលក្ខខណ្ឌសូមមិនបញ្ចេញឈ្មោះបានឲ្យដឹងថាដីមេទឹកបុរាណខាងលើនេះពិតជាបានលក់ទៅឲ្យឈ្មួញដោយស្ងាត់បំផុតហើយមិនតែប៉ុណ្ណោះថែមទាំងបានបោះបង្គោលព្រំកំណត់បញ្ជាក់ជាកម្មសិទ្ធិរបស់ខ្លួនថែមទៀតផងពួកគាត់បានបន្តទៀតថាការលក់ដីមេទឹកបុរាណរបស់រដ្ឋខាងលើនេះអាជ្ញាធរសង្កាត់ព្រែកលួងមិនបានដឹងឮនិងមិនបានសញ្ញេប្រថាប់ត្រាលើលិខិតស្នាមណាមួយទេចុះហេតុអ្វីបានជាដីមេទឹកខាងលើនេះត្រូវបានលក់ទៅឲ្យអ្នកដទៃទៅវិញកាលពីថ្ងៃទី12ខែមីនាឆ្នាំ2025នេះប្រជាកសិករដែលបាននិងកំពុងបូមទឹកចេញពីមេទឹកដើម្បីស្រោចស្រពដាក់ស្រែរបស់ពួកគាត់បានប្រាប់អ្នកសារព័ត៌មានយើងថាដីមេទឹកបុរាណខាងលើនេះពិតជាបានលក់ទៅឲ្យឈ្មួញរួចទៅហើយការលក់ដីមេទឹកបុរាណដែលជាប្រភពនៃមេទឹកដ៏មានសារៈសំខាន់សម្រាប់ការផ្គត់ផ្គង់ទឹកក្នុងការធ្វើស្រែចម្ការនិងដំណាំហូបផ្លែរបស់ពួកគាត់ជារៀងរាល់ឆ្នាំនេះនឹងត្រូវបានធ្វើឲ្យពួកគាត់ប្រឈមទៅនឹងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់យ៉ាងធ្ងន់ធ្ងរបំផុតប្រជាកសិករដែលមានដីស្រែចម្ការនៅព័ទ្ធជុំវិញដីមេទឹកខាងលើនេះស្នើសុំទៅអាជ្ញាធរសង្កាត់ព្រែកលួងនិងអាជ្ញាធរក្រុងអរិយស័ព្ទព្រមទាំងជំនាញពាក់ព័ន្ធមេត្តាជួយទប់ស្កាត់ពីការរំលោភបំពានច្បាប់ពីសំណាក់ឈ្មួញដែលបានបោះបង្គោលកំណត់ព្រំយកដីមេទឹកបុរាណដីមេទឹកកន្ធាយដើម្បីរក្សាទុកសម្រាប់ធ្វើស្រែចម្ការបន្តទៀតសូមបញ្ជាក់ថាសំណេរនិងការលើកឡើងខាងលើនេះពុំមែនជាទស្សនៈផ្ទាល់ខ្លួនរបស់អ្នកសារព័ត៌មានយើងខ្ញុំនោះទេហើយសារព័ត៌មានយើងនឹងទទួលធ្វើការស្រាយបំភ្លឺនិងធ្វើការផ្សព្វផ្សាយជូនអ្នកពាក់ព័ន្ធនៅរៀងរាល់ម៉ោងធ្វើការ